สุดท้ายพวกมันบองปอนเนาะคะแนนมาจุบจมูกนึงๆขยมเตียดหายอันนี้วิดีโอนี้เกทาចាស់ពីបុរាណពីដើមមកក៏បងប្អូនគឺគាត់ប្រកែទុកដាក់មែនតើឥឡូវគឺថារកឃើញនេះលោកយាយម្នាក់នេះគាត់ទុកដាក់លុយគាត់តាំងពីជំនាន់ដើមមកហើយលុយប្លែកមែនតើដែលយើងមិនដែលឃើញហើយយើងជាក្មេងជំនាន់ក្រោយយើងអត់ដែលឃើញទេអាលុយពីជំនាន់មុនហើយលោកយាយគាត់ទុកដាក់មកដល់សម័យឥឡូវពិតជាមិនធម្មតាទេណាហើយឮថាលុយហ្នឹងលុយកែលុយអីទៀតទៅលក់របស់នេះរបស់នោះហើយសំខាន់គាត់ទុកបានដល់ឥឡូវបងប្អូនហើយមិនដឹងថាអាចយកទៅដូរអីបានអត់ទេណាមើលទៅឥឡូវយើងទៅមើលទៅអស់គ្នាព្រោះអីឃើញលុយវាចម្លែកវាប្លែកភ្នែកសម័យស្ដីសម័យទុំអមនេះអូសម័យយន្តនុលអូនអើយណាកាត់តិនខ្លាំងនេះលុយ500យាយខ្ញុំអាយុ100ហើយក្តាស់មកពឿនកតុកលុយបានរឹបស្ដីទៀតមានទៀតគិតមានផុតពីអាពោតមកនេះក្តាស់500ក្តាស់1000នេះណាកាត់តិនខ្លាំងមើលលុយហ្នឹងខ្ញុំដួតនេះក្តាស់100នេះតាមខ្លួននេះគូនេះគូប្រាក់ដាច់អូប្រាក់ពីដើមនេះប្រាក់ស្ដីទេបងប្អូនអើយមើលតែយាយក៏លក់គូបានក៏ចិត្តតែវិចទុកណាទេគូមីអីនេះលោកយាយពិតជាគួរឲ្យទៅសើមកណាទុកលុយពីដើមបានដល់ឥឡូវហើយច្រើនទៀតណាឮថាលុយនឹងលុយលក់គោទៀតហើយអត់ហ៊ានចាយទេទុកមកដល់សម័យឥឡូវគាត់ចាស់ខ្លាំងហើយឥឡូវមើលចុះគាត់កេងស្ងៀមនឹងមួយកន្លែងប៉ុន្តែមិនកូនចៅគាត់យកលុយទៅដាក់លើខ្លួនគាត់ចឹងមើលទៅវាអត់សូវសមដាក់អីនេះក្តារ100ដាច់អូវិចឡើយពេលគាត់ឈឺក៏ដាក់ប្រាក់ឲ្យគាត់មើលគាត់ឃើញតែគាត់វាប្រាក់ច្រើនណាស់បងប្អូនអើយនោះលើផ្ទះទៀតណោះប្រាក់គាត់វិចឡើយទៅច្រើនហ្នឹងពីសេននេះក្តារ50000ក្តារ500អានេះក្តារ1000នេះនេះបងប្អូនអើយមកដាក់ចេះលុយយាយលុយនេះលុយដែលគាត់លក់គូលក់ក្បីពីសម័យប្រដើមគាត់ចិត្តតែវិញអូសម័យស្ដីសម័យហើយនេះបងប្អូនគាត់មើលបើសិនជាមានការទិញយកប្រាក់នឹងត្រឡប់ទៅវិញប៉ុន្តែឲ្យនៅក្នុងតម្លៃមួយដែលច្រើនណាឧទាហរណ៍ថាដូចក្នុងរឿងចឹងបងប្អូនយើងទុកវត្ថុបុរាណរបស់បុរាណដូចជាលុយបុរាណអីចឹងដល់ពេលទុកមកដល់សម័យទំនើបសម័យបច្ចុប្បន្នហើយស្រាប់តែមានអ្នកមានមកទិញលុយហ្នឹងណាក្នុងឲ្យលុយយើងដូរត្រឡប់ទៅវិញក្នុងចំនួនមួយដែលច្រើនណាបងប្អូនហើយគឺខ្លាចទៅជាអ្នកមានមហាសេដ្ឋីដល់មិនដឹងខ្លួនដោយសារតែរបស់ទុករបស់បុរាណហ្នឹងណាហើយតែអាហ្នឹងជាក់ស្ដែងខ្ញុំមិនដឹងថាវាយ៉ាងណាដែរគេអាចដូរបានអត់អីចឹងបងប្អូនតែប្រហែលជាដូរបានប៉ុន្តែអត់ដឹងថាបានក្នុងតម្លៃណាហើយឃើញមានខមមិនបងណាគាត់សុំចែកលុយហ្នឹងគាត់ចង់បានអញ្ចឹងវាថាទុកជាកេរដំណែលឲ្យកូនចៅជំនាន់ក្រោយបានឃើញគាត់ចង់ទិញយកមកទុកក្នុងកាបូបទុកដាក់ផ្ទះអញ្ចឹងព្រោះអីលុយសិតតែមិនដែលធ្លាប់ឃើញលុយនេះលុយពីដើមដល់សម័យឥឡូវវាសឹងថាបាត់បង់ទៅហើយតែលោកយាយគាត់ទុកបានណាបងប្អូននេះអូនអើយណាកាត់តិនអូសម័យលុននុលយាយខ្ញុំអាយុ100ហើយក្តាស់មកពឿនកតុកលុយបានរឹបស្ដីទៀតមានទៀតគិតមានផុតពីអាពោតមកហូតអត់ប៉ុណ្ណេះក្រាបយាយខ្ញុំមានណាបានទេនេះណាកាត់តិនខ្លាំងមើលលុយហ្នឹងខ្ញុំដេកដួតនេះក្តាស់100នេះតាមខ្លួននេះគូនេះគូប្រាក់ដាច់អូប្រាក់ពីអូហើយមើលក្តាស់500ហើយមើលក្តាស់100អូមើលទៅវាចម្លែកភ្នែកហើយធ្វើវីដេអូនេះចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីលុយដែរយើងមិនដែលធ្លាប់ឃើញអញ្ចឹងបងប្អូនហើយឮថាសម័យលន់នល់អញ្ចឹងមកនេះថាដែលបីថាសម័យនោះអ្នកដែលមានលុយទាំងអស់ត្រូវខាត់ធ្ងន់ដោយសារគេប្រកាសថាឈប់ចាយលុយក្តារស្លឹកប្រភេទហ្នឹងអញ្ចឹងទៅអ្នកខ្លះដែលមានលុយច្រើនហ្នឹងក៏ត្រូវបោះចោលតែម្ដងដូចជាយាយបង្កើតរបស់នាងខ្ញុំជាដើមបងប្អូនកាលនៅជំនាន់នោះគាត់ជាអ្នករស់ស៊ីម្នាក់ដែលគាត់រស់ស៊ីគឺថាមានបានខ្លាំងមែនតើហើយលុយគាត់ហ្នឹងទាំងបេតែម្ដងហ្នឹងតាមតែម្ដាយខ្ញុំនិយាយស្ដាប់បងប្អូនលុយគាត់ច្រើនណាស់ប៉ុន្តែនៅពេលមកដល់សម័យនេះសម័យលន់នល់ភ្លាមហើយដល់ពេលហើយវាចាប់អាសម័យហ្នឹងគេប្រកាសថាគេឈប់ចាយហើយលុយដែរនៅចំនួនសម័យហ្នឹងបងប្អូនគេប្រកាសបិទឈប់ចាយអញ្ចឹងគឺថាសង្ហាចិត្តតែម្ដងដោយសារយាយខ្ញុំគាត់ទៅជាអ្នករស់ស៊ីដល់ពេលអញ្ចឹងទៅប្រកាសថាឲ្យឈប់ចាយលុយតម្លាក់លុយចោលគឺថាថ្លើមគាត់ហ្នឹងសឹងតែប្រេះបែកអស់ហើយដោយសារគេលែងចាយលុយហ្នឹង
គាត់អ្នករស់ស៊ីគាត់មានតែទិញរបស់អីទុកច្រើនដូចគេទេបងប្អូនហើយគាត់ចូលចិត្តប្រវត្តិលុយអញ្ចឹងទៅគឺខាតលុយអស់ច្រើនដែរហ្នឹងបងប្អូនដោយសារទាំង3ឥឡូវវីដេអូនេះមានតែប៉ុណ្្នេះទេបងប្អូនហើយគឺដោយសារចង់ឲ្យបងប្អូនឃើញលុយប្លែកៗអញ្ចឹង